មកបែបហិលហោះមងថ្ងៃនេះសម្រាប់ឆាតកួនជាមួយនឹងសាច់ជូកចិញ្ច្រាំអ្វីដែលពិសេសហ្នឹងគឺនេះម្ទេសញាក់សាច់មងថ្ងៃនេះរបៀបថាញ៉ាំចូលក៏ដឹងចេញក៏ដឹងណាហើយសម្រាប់ម្ទេសរបស់ខ្ញុំនេះប្រហែលជា500ខ្ញុំបុកណាហើយជាមួយខ្ទឹមសខ្ទឹមក្រហមខ្ទឹមសហ្នឹងរាងខ្មៅហ្នឹងវាចប់ជាមួយនឹងម្រេចសាច់ជូកចិញ្ច្រាំខ្ញុំទិញគេអាកិនស្រាប់3000រៀលហើយជាមួយនឹងតកួនខ្ញុំបេះយកទាំងស្លឹកយកអាស្លឹកវាឆ្ងាញ់ជាដំបូងនេះខ្ញុំមករំលីងជាមួយខ្ទឹមសខ្ទឹមក្រហមក៏ដូចជាម្ទេសផងដែរបន្ទាប់ពីរំលីងម្ទេសនិងខ្ទឹមសខ្ទឹមក្រហមរីឈ្ងុយឈ្ងប់ហើយទៅខ្ញុំដាក់សាច់ជូកចិញ្ច្រាំចូលតមកទៀតខ្ញុំដាក់ជាមួយនឹងប៊ីចេងរ៉ូឌីទឹកត្រី1ស្លាបព្រាបាយជាមួយនឹងទឹកស៊ីអ៊ីវ1ស្លាបព្រាបាយហើយខ្ញុំប្រើជាមួយនឹងស្ករត្នោតប្រេងខ្យង1ស្លាបព្រាបាយហើយខ្ញុំធ្វើការកូរជូរច្បល់វាបន្ទាប់ពីកូរគ្រឿងចូលសព្វសាច់គ្នាហើយខ្ញុំចាក់ទឹកបន្តិចដើម្បីធ្វើការរងាស់ក៏ដូចជារំលីងសាច់ឲ្យវារីងស្ងួនហើយរសជាតិខ្ញុំបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវ1ស្លាបព្រាបាយទៀតហើយខ្ញុំធ្វើការរំលីងតទៅរៀងឲ្យវាសាច់នឹងវារៀងក្រៀមបន្តិចសម្រាប់រសជាតិមួយម្ហូបមួយនេះគឺខ្ញុំដាក់ឲ្យរៀងដិតបន្តិចបានវាឆ្ងាញ់ហើយត្រូវជាងគេជាមួយនឹងទឹកស៊ីអ៊ីវយើងប្រើទឹកស៊ីអ៊ីវឆ្ងាញ់ណាស់បងប្អូនរសជាតិផ្អែមប្រៃមកល្មមហ្មងហើយសាច់ជូកពីច្រើនឆាបើប្រើជាមួយនឹងទឹកស៊ីអ៊ីវគឺឆ្ងាញ់អេមស្នេហ៍នឹងសម្រាប់រសជាតិមាត់ញ៉ាំវិញសម្រាប់ទឹកស៊ីអ៊ីវខ្លះប្រៃទឹកស៊ីអ៊ីវខ្លះអត់ប្រៃតែទឹកស៊ីអ៊ីវខ្ញុំប្រើហ្នឹងគឺអត់ប្រៃទេវាមានជាតិឡែមមិនជាប្រៃណាស់ណាគឺឆ្ងាញ់អញ្ចឹងមកខ្ញុំប្រើទឹកស៊ីអ៊ីវច្រើនហើយបើរសជាតិវិញគឺផ្អែមប្រៃឲ្យដិតបន្តិចអូយញ៉ាំមួយបាយគេថាជាតិណាហិលណានឹងសម្រាប់រសជាតិរបស់ខ្ញុំគឺខ្ញុំឆារបៀបនេះគឺខ្ញុំចង់បានរសជាតិបែបអញ្ចឹងហើយបូករួមជាមួយនឹងអាម្ទេសនេះទៀតគេថាជាតិញាក់ណាស់ឆាតកួនជាមួយនឹងសាច់ជូកចិញ្ច្រាំបែបហិលឆេះគូតនេះគឺឆ្អិនរួចរាល់ហើយបងប្អូននិយាយរួមទៅខ្ញុំញ៉ាំតបានបែបហិលចេញក៏ដឹងចូលក៏ដឹងតឆេះអីបានវាឆ្ងាញ់ហើយម្ទេសនេះទៅពេលឆាវារៀងនេះទៅក៏វាអត់សូវហិលណាស់ណាដែរគឺអាចញ៉ាំបានTapi kita salah.